ស្រះធំហ្នឹងគេចាប់រងងាយបងប្អូនគេអស់អួននៅកន្លែងខ្ញុំច្អល់ហ្នឹងគេស្រះសណាញ់អួនអីគេទេរួចគេដាក់ម៉ាស៊ីនដាក់ខ្យល់ជាមួយចាប់ត្រីគេឆ្នៃអីគេខ្ញុំស្ូវដឹងដែរបងប្អូនអ៊ីស្លាមគាត់ម្ចាស់ស្រះហ្នឹងគាត់ខ្មែរទេតែគាត់មិនដឹងធ្វើម៉េចចាប់យកត្រីបានគាត់សហការគ្នាជាមួយបងប្អូនអ៊ីស្លាមហើយគាត់សហការគ្នាចាប់លក់ចែកគ្នាទៅណាបងប្អូនព្រោះនេះគាត់កាត់កំប៉ុងអាយដលយកមកដាំទឹកឆុងកាខ្វេខ្ញុំសួរថាដាំធ្វើអីអាហ្នឹងគាត់ថាដាំឆុងកាខ្វេយើងនៅកន្លែងដាច់ស្រយាលនឹងធ្វើម៉េចអត់មានកសៀវអត់មានឆ្នាំងអីផងគាត់ក្លៀនកាខ្វេគាត់ក៏ដាំកំប៉ុងហ្នឹងទៅដើម្បីហូបឆុងកាខ្វេហូបហើយនេះគាត់មកចាប់ត្រីដែលត្រីប្រុសទុកគេប្រុសទុកគាត់ចាប់ឲ្យត្រីខ្ញុំមួយត្រីហ្នឹងធំដែរបងប្អូនមិនតូចប្រហែលទេណាត្រីឆ្ពិនណាបើបងប្អូនចង់ទិញត្រីយកទៅហូបស្រស់បងប្អូនអាចមកទិញនៅនឹងបានគេហៅបឹងម្រេចត្រីច្រើនណាគាត់ចាប់រាល់ថ្ងៃនេះត្រីឆ្ពិនគាត់យកមកថ្លឹងមើលត្រីហ្នឹងមួយមើលទៅឃើញទូចដែរបងប្អូនប៉ុន្តែយកមកថ្លឹងមើល1គីឡូ4ខាំត្រីជប៉ុនមួយហ្នឹងត្រីធម្មជាតិពិតបងប្អូនមិនត្រីចិញ្ចឹមទេណានៅរស់រវើកនឹងបងប្អូនអ៊ីស្លាមគាត់ចាប់ឲ្យខ្ញុំម្ចាស់ស្រះគាត់យកត្រីទៅឲ្យបងប្អូនគាត់ឯណានេះក្លាក់មកហាក់ក្លាគាត់ច្រើនរួចខ្ញុំក៏ថតនេះសកម្មភាពកន្លែងស្រះហ្នឹងឲ្យបងប្អូនមើលបានឃើញបានទស្សនាបានគេលូមើលទៅឃើញល្អអីចឹងណាខ្ញុំខំប្រឹងថតបង្ហាញឲ្យបងប្អូនមើលហើយនេះគាត់ដាំទឹកចោលឡើងពុកឡើងនេះឡើងចង់ឆេះអាកំប៉ុងទៀតនេះគាត់រកខ្សែដាក់ដោតតណោតខ្សែដោតតណោតអត់មានថង់ដោតតណោតយកមកឲ្យខ្ញុំក៏យួរបានត្រីហើយភ្លាមខ្ញុំយួរចេញមកភ្លាមព្រោះល្ងាចណាស់ដែរហើយបងប្អូនម៉ោង6ជាងហើយយ៉ាងចង់ល្ងឹតខ្លះហើយមកដល់ផ្ទះល្ងឹតល្មមបងប្អូនវីដេអូនោះមានតែប៉ុណ្្នឹងទេបាយ